ដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំប្រទីសមួយជាគ្រូកសិដ្ឋាបរិញ្ញាបុក1មកពីថ្នាក់កថ្ងៃនេះនាងខ្ញុំនឹងធ្វើការឆ្លុះបញ្ចាំងក៏ដូចជាសង្ខេបអំពីមេរៀនក្នុងសប្តាហ៍ទី5ផងដែរចាអញ្ចឹងសម្រាប់សប្តាហ៍ទី5ទាក់ទងជាមួយនឹងការវិតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងវត្ថុបំណងបន្ទាប់ពីចប់មេរៀននេះគ្រូនិស្សិតអាចកំណត់ពីអត្ថន័យនៃការវិតម្លៃតាមដំណាក់និងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ដោយមើលទៅលើភាពខុសគ្នាពណ៌នាបានពីសង្កេតអាកប្បកិរិយារបស់សិស្សការបញ្ចេញសំឡេងកាយវិការនិងទឹកមុខនិងទំនាក់ទំនងតាមរយៈខ្សែភ្នែកត្រូវបានដែលគេបានប្រើដើម្បីបកស្រាយពីការយល់ដឹងរបស់សិស្សចា៎មួយទៀតសួរសំណួរនិងអាចទាញយកចម្លើយសមស្របដើម្បីឲ្យកូនសិស្សទាំងអស់គ្នាបានចូលរួមហើយនឹងបង្ហាញពីការយល់ដឹងចំណុចទី4គឺផ្ដល់ព័ត៌មានត្រឡប់ផ្សេងគ្នាទៅដល់សិស្សក្នុងអំឡុងពេលដែលពួកគេសិក្សាដើម្បីវែកញែកភាពខុសគ្នារវាងការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយប្រសិទ្ធភាពហើយនិងគ្មានប្រសិទ្ធភាពអញ្ចឹងនៅក្នុងមេរៀននេះដែរមានមាតិកាចំនួន5ទី1គឺសេចក្តីផ្ដើមទី2វដ្តនៃការវិតម្លៃតាមដំណាក់ទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់ទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពសម្រាប់សេចក្តីផ្ដើមការវិតម្លៃវាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងថាប្រភេទវិតម្លៃតាមដំណាក់បែបណាដែលអ្នកកំពុងប្រើហើយប្រើប្រាស់វាមានប្រសិទ្ធភាពនៅពេលដែលយើងធ្វើការវាយតម្លៃតាមដំណាក់ទោះបីជាវាមានលក្ខណៈបែបណាក៏ដោយយើងត្រូវប្រើប្រាស់វាយ៉ាងត្រឹមត្រូវមានភស្តុតាងដ៏ល្អនិងអាចបង្ហាញវាថាវាមានអត្ថប្រយោជន៍ឬមួយក៏វាមានផលវិជ្ជមានទៅលើការសិក្សាហើយនិងការលើកទឹកចិត្តរបស់សិស្សចាអញ្ចឹងការវាយតម្លៃតាមប្រភេទនៃការវិតម្លៃតាមដំណាក់យើងត្រូវស្វែងយល់វាឲ្យស៊ីជម្រៅដើម្បីជ្រើសរើសថាប្រភេទណាវាធ្វើមានប្រសិទ្ធភាពក្នុងម៉ោងសិក្សាដែលធ្វើវាអន្តរកម្មរវាងគ្រូហើយនិងសិស្សទី2តកតងជាមួយនឹងវដ្តនៃការវិតម្លៃតាមដំណាក់កាលអញ្ចឹងការវិតម្លៃតាមដំណាក់កាលវាគឺជាដំណើរនៃការប្រមូលយកភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនឹងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀនការសិក្សាដែលលើកកម្ពស់នៅសមិទ្ធផលតកតងជាមួយនឹងវដ្តនៃការវិតម្លៃតាមដំណាក់កាលនេះគឺវត្តវាមានលក្ខណៈថាវាវិលត្រឡប់ចុះវិលឡើងអញ្ចឹងបានន័យថាតកតងជាមួយនឹងការវិតម្លៃដែលផ្អែកទៅលើផុសតាងទី1យើងអាចបកស្រាយអត់មានភាពលំអៀងទី2យើងអាចផ្ដល់មតិត្រឡប់ទៅដល់សិស្សអាចភ្លាមឬមួយក៏ពង្យាពេលប៉ុន្តែវាមានភាពច្បាស់លាស់បន្ទាប់មកគឺយើងកែលម្អការបង្រៀនមានជំហានបន្ទាប់ហើយតកតងជាមួយនឹងសកម្មភាពរបស់សិស្សមួយទៀតតកតងជាមួយនឹងការប្រមូលផុសតាងនៃការសិក្សាការសង្កេតមិនផ្លូវការតកតងជាមួយនឹងការសួរសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធស្វ័យវិតម្លៃរបស់សិស្សផងដែរចាហើយនៅក្នុងនេះដែរគឺយើងអាចចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់កាលហ្នឹងគឺមានភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមអ្នកដែលពាក់ព័ន្ធមតិកែលម្អវាធ្វើឡើងនៅពេលណាទាក់ទងជាមួយនឹងការកែលម្អការបង្រៀនជំរឿននៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សទាក់ទងជាមួយនឹងទូនីតិនៃការស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តនិងគុណលក្ខណៈសម្រាប់ភាពជោគជ័យផងដែរចាអញ្ចឹងក្នុងប្រភេទនៃការវិតម្លៃតាមដំណាក់នេះគឺគេបែងចែកជា2ទី1ក្នុង1ម៉ោងសិក្សាទាក់ទងនឹងគេអាចធ្វើវាភ្លាមនៅពេលដែលកំពុងបង្រៀននិងរៀនវាមានគម្រោងអាចវិតម្លៃវាភ្លាមហើយនឹងគេអាចនឹងមានគម្រោងហើយមួយទៀតនោះគឺការវិតម្លៃតាមដំណាក់ដែលផ្អែកទៅលើការវិតម្លៃបញ្ចប់គេអាចធ្វើវានៅក្នុងថ្នាក់គេអាចធ្វើវាជាទូទៅហើយគេអាចធ្វើវាលក្ខណៈជាខ្នាតធំដែរចុះប្រភេទនៃការវិតម្លៃយើងត្រូវគិតពីការប្រភេទនៃការវិតម្លៃវាមាន2ទី1ប្រភេទនៃការវិតម្លៃក្នុងម៉ោងសិក្សាហើយនឹងការវិតម្លៃដោយផ្អែកទៅលើការវិតម្លៃបញ្ចប់ជាងវិតម្លៃនៅក្នុងម៉ោងសិក្សាវាកើតឡើងនៅពេលដែលយើងបង្រៀនហើយយើងអាចបញ្ចូលវាទៅតាមការសង្កេតរបស់គ្រូទាក់ទងជាមួយនឹងការសួរសំណួរមតិកែលម្អទាន់ពេលវេលាការកែលម្អនឹងការបង្រៀនភ្លាមដែលវាមានលក្ខណៈថាប្លែកវាអាចបង្កប់ទៅជាមួយនឹងការបង្រៀនចាចុះប្រភេទនៃការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងគឺគេអាចធ្វើវាភ្លាមហើយនឹងការគ្រោងទុកហើយអាចធ្វើឡើងភ្លាមហ្នឹងគឺវាបានកើតឡើងព្រមគ្នានៅពេលដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សដែលប្រើសំណួរសួរក្នុងថ្នាក់ឬក៏ប្រភេទការងារជាក្រុមដើម្បីអាចប្រមូលភស្តុតាងនៃការរៀនសូត្រដែលបង្កើតជាពេលវេលានៃការបង្រៀនបានចឹងប្រភេទនៃការវិតម្លៃតាមដំណាក់ហ្នឹងគេអាចវិតម្លៃតាមគ្រោងទុកពាក់ព័ន្ធនឹងសំណួរដែលគ្រូបានរៀបចំឬកិច្ចការជាក់លាក់មួយដែលគ្រូបានដាក់ហើយបញ្ហាដែលប្រឈមនោះគឺគេអាចដឹងពីអ្វីពីតម្រូវការដែលសិស្សដែលគេអាចដឹងតម្រូវឲ្យសិស្សធ្វើឲ្យបង្ហាញផុសតាងត្រឹមត្រូវដើម្បីឲ្យការសិក្សារបស់គេនឹងកាន់តែប្រសើរឡើងចាអញ្ចឹងការវិតម្លៃតាមដំណាក់វាកាន់តែខិតទៅចិត្តការបង្រៀនហើយនឹងការរៀនគឺវាធ្វើឲ្យមានប្រសិទ្ធភាពហើយគេអាចប្រមូលផុសតាងសម្រាប់
ការវិតម្លៃក្នុងម៉ោងសិក្សាធាតុសំខាន់គឺគេអាចដឹងពីប្រសិទ្ធភាពនៃការត្រួតពិនិត្យជាបន្តរបស់គ្រូអាចបញ្ជាក់ពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀនហើយពួកគាត់ការរីកចម្រើនរបស់សិស្សចំពោះទៅរកការយល់ដឹងហើយចំណុចសំខាន់នៃការវិតម្លៃក្នុងម៉ោងសិក្សាគេអាចសួរសំណួរហើយនឹងទាក់ទងជាមួយនឹងការសង្កេតរបស់គ្រូដែរហើយទាក់ទងចំណុចទី3ការសង្កេតហេតុអីបានជាគេចាំបាច់សង្កេតសិស្សពេលកំពុងបង្រៀនអញ្ចឹងបានជាគេត្រូវសង្កេតគឺយើងអាចមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សអាចមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការបុគ្គលក្នុងការធ្វើការងារក្រុមអាចមើលពីភាពត្រឹមត្រូវនៃចម្លើយរបស់សិស្សក្នុងពេលដែលពួកគេឆ្លើយសំណួរអាចមើលពីបំណិននៃការប្រើប្រាស់ភាសាវិក្យសព្ទសិស្សប្រើប្រាស់ក្នុងការបញ្ចេញគំនិតហើយមួយទៀតយើងអាចផ្ដល់គ្រូអាចមើលឲ្យយើងផ្ដល់ឧទាហរណ៍ថាយើងគួរបន្ថែមឧទាហរណ៍បែបណាទៀតដើម្បីឲ្យសិស្សបន្ថែមទៀតយើងអាចហៅសិស្សមួយណាឲ្យពួកគេចូលរួមឆ្លើយក្នុងពេលដែលយើងបង្រៀនអាចមើលពីកម្រិតចាប់អារម្មណ៍របស់សិស្សតើកូនសិស្សគាត់ចាប់អារម្មណ៍បានប៉ុន្មានភាគរយឬមួយក៏កូនសិស្សខ្លះគាត់អត់សូវចាប់អារម្មណ៍សោះអាចមើលពីកម្រិតនៃការយល់ដឹងរបស់សិស្សតាមរយៈចម្លើយរបស់គេអញ្ចឹងនៅពេលបង្រៀនគ្រូអាចសួរសំណួររបស់ទៅយើងអាចបង្ហាញពីកម្រិតយល់ដឹងថាកូនសិស្សនឹងឆ្លើយបានប៉ុណ្ណាយើងអាចដឹងពីចរិតឬមកក៏ចិត្តរំភើបរបស់គេតាមរយៈចម្លើយរបស់ពួកគេការឆ្លើយតបដោយប្រើអារម្មណ៍គឺមកអតិពលរបស់គាត់អញ្ចឹងការសង្កេតតង់មួយការសង្កេតហ្នឹងគឺគ្មានរចនាសម្ព័ន្ធនេះបានន័យថាมันមានទម្រង់ឬក៏នីតិវិធីដែលបានកំណត់ប៉ុន្តែវាអត់ចៃដន្យនេះឧទាហរណ៍គ្រូដែលមានប្រសិទ្ធភាពគឺគាត់សង្កេតមើលសិស្សដែលសំខាន់នៅក្នុងថ្នាក់នីមួយៗពួកគេបង្ហាញពីប្រតិកម្មរបស់គេជាងអ្នកដទៃសិស្សខ្លះមានសម្លេងលេចធ្លោហើយសិស្សខ្លះទៀតគឺគាត់ចូលចិត្តលក្ខណៈថាពួកគាត់រៀងស្ងៀមស្ងាត់ចាស់ជាងទាក់ទងជាមួយនឹងការសង្កេតគេអាចសង្កេតតាមរយៈទឹកមុខហើយដែលផ្ទៃមុខរបស់គេនឹងអាចបង្ហាញអារម្មណ៍ខុសគ្នាចំនួន6ទី1ពួកគេអាចស្អប់ខ្ពើមពួកគេអាចរីករាយពួកគេអាចទុកព្រួយភ្ញាក់ផ្អើលខឹងឬមួយក៏ពួកគេភ័យខ្លាចហើយគេអាចបង្ហាញទឹកមុខអញ្ចឹងទឹកមុខគឺជាប្រភពដ៏សំខាន់ណាស់ដែលគេអាចបង្ហាញនៅពេលដែលទឹកមុខរបស់គាត់ហ្នឹងគឺអាចបង្ហាញតាមតំបន់3ទី1គឺចិញ្ចើមថ្ងាសភ្នែកតបភ្នែកច្រមុះហើយនឹងមុខខាងក្រោមមុខខាងក្រោមទាក់ទងជាមួយនឹងមាត់ដែលជាទំនាក់ទំនងសុភមង្គលហើយនឹងកំសាន្តទាក់ទងជាមួយនឹងស្នាមញញឹមឬមួយក៏គាត់អាចចងចិញ្ចើមបបោមាត់របស់គាត់រអួលផងដែរទាក់ទងទាំងទី4គឺសំណួរផ្ទាល់មាត់អញ្ចឹងគ្រូបង្រៀនគឺផ្អែកខ្លាំងទៅលើនៅពេលដែលសិស្សឆ្លើយសំណួរពេលដែលកំពុងបង្រៀនដើម្បីដឹងថាសិស្សរបស់គាត់យល់ពីអ្វីដែលគាត់អាចបង្ហាញឬអាចកំណត់ពីគោលដៅពួកគេអាចថែរក្សា1ភាគចំណាយពេលអាចចំណាយពេល1/3នៃការបង្រៀនដើម្បីពួកគាត់សួរសំណួរហើយសំណួររបស់គាត់អាចបត់បែនបានព្រោះយើងត្រូវបានប្រើជាមួយមុខបុគ្គលឬមួយជាមួយក្រុមសិស្សដែលគឺយើងអាចផ្លាស់ប្ដូរបំណងដោយផ្អែកទៅលើចម្លើយជាក់លាក់របស់គាត់មួយទៀតហេតុអីបានជាយើងត្រូវសួរសំណួរផ្ទាល់មាត់អញ្ចឹងសួរបែបម៉េចដើម្បីឲ្យវាមានប្រសិទ្ធភាពទី1យើងអាចសួរសំណួរឲ្យចំច្បាស់ហើយងាយស្រួលក្នុងការឆ្លើយសួរសំណួរដែលបានផ្គូផ្គងជាមួយនឹងលទ្ធផលសិក្សាដែលបានរំពឹងទុកសួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានផ្ដល់ពេលវេលាឲ្យសិស្សសម្រាប់ពួកគាត់អាចគិតហើយពួកគាត់អាចឆ្លើយបានផ្ដល់ចម្លើយសមស្របឬផ្ដល់មតិត្រឡប់ទៅដល់ការឆ្លើយរបស់គាត់ជៀសវាងប្រើសំណួរដែលបិទឬបាត់ចាស់ប្រើសំណួរបដិញគ្នាបន្តពីចម្លើយរបស់សិស្សជៀសវាងប្រើសំណួរដែលសិស្សដឹងចម្លើយហើយត្រូវរៀបសំណួរនោះទៅតាមលំដាប់លំដោយមួយទៀតទាក់ទងជាមួយនឹងមតិកែលម្អប្រកបដោយប្រសិទ្ធភាពគឺយើងអាចប្រើប្រាស់ឆ្លើយតបទៅសិស្សបន្ទាប់ពីគេអាចរៀនឲ្យដើម្បីឲ្យពួកគេបង្ហាញពីចំណេះដឹងឬក៏ហេតុផលជំនាញឬការអនុវត្តរបស់គេចាចំប្រភេទនៃការកែលម្អយើងអាចពិនិត្យមើលពីភាពត្រឹមត្រូវរបស់ចម្លើយនៃពួកគេផ្ដល់ចម្លើយផ្ដល់លក្ខណៈថាមតិត្រឡប់ទៅលើពួកគេវិញពីចំណុចខ្វះខាតឬមួយក៏កន្លែងណាដែលពួកគេត្រូវកែលម្អចាអញ្ចឹងប្រភេទនៃការផ្ដល់ព័ត៌មានត្រឡប់នឹងអាចទាក់ទងបន្ថែមទៀតជាមួយនឹងការបរិយាយលម្អិតយើងអាចរួមបញ្ចូលពីមូលហេតុដែលថាចម្លើយនឹងត្រឹមត្រូវឬមួយក៏មិនត្រឹមត្រូវយើងអាចឲ្យគាត់ទុកពេលវេលាឲ្យគាត់រៀនបន្ថែមទៀតបង្ហាញពីចំណុចសំខាន់ពីអ្វីដែលកំពុងរៀនពណ៌នាពីមូលហេតុពីចម្លើយខុសហើយនឹងចម្លើយដែលត្រឹមត្រូវផ្លាស់ប្ដូរឬក៏ផ្ដល់គំនិតឬក៏តម្រុយដើម្បីឲ្យសិស្សមានទិសដៅត្រឹមត្រូវក្នុងការរៀនពីចម្លើយដែលត្រឹមត្រូវការយល់ច្រឡំត្រូវបានពង្យល់ដោយការវិភាគកំហុសឬក៏វិនិច្ឆ័យហើយតើតើជាមួយនឹងការកំណត់ធម្មជាតិនៃការកែលម្អតើតើមួយចំនួនជាទូទៅការផ្ដល់កែលម្អតេតងជាមួយនឹងពណ៌នាជាក់លាក់ជាងការផ្ដល់យោបល់តេតងជាមួយនឹងពេលវេលាគឺផ្ដល់ទៅពេលវេលាឲ្យគាត់ធ្វើក្នុងអំឡុងពេលហ្នឹងឬក៏ធ្វើភ្លាមឬក៏អាចពជាពេលបន្តិចហើយរបៀបនៃការវិតម្លហ្នឹងផ្ទាល់មាត់ឬក៏ការសរសេរហើយនឹងតេតងជាមួយការបង្ហាញចាត់នេះជាចំណុចដែលនាងខ្ញុំបានសង្ខេបសូមអរគុណលោកគ្រូ